នាងសកលាធេរីជាអ្នកទ្រទ្រង់នៅអច្ឆរិយធម៌ថែមទាំងបានទទួលការលើកដំកើងពីព្រះសម្មាសម្ពុទ្ធដោយផ្ទាល់ថាជាស្ត្រីអ្នកមានគុណធម៌ជាឧបាសិកាដែលជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនានេះតាំងពីនៅកុមារភាពមកម្លេះទើបរាប់ថាជាស្ត្រីមានគុណធម៌ដែលជាតួយ៉ាងទាំងជាអ្នកបានទទួលការលើកដំកើងពីព្រះសម្មាសម្ពុទ្ធទុកនៅក្នុងតំណែងជាអេតតកៈគឺជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយផ្នែកមានទិព្វចក្ខុជីវប្រវត្តិរបស់ព្រះនាងសកលាភិក្ខុនីក៏មានសម្ដែងទុកនៅក្នុងគម្ពីរព្រះពុទ្ធសាសនាទាំងអតីតជាតិនិងបច្ចុប្បន្នជាតិផងដែរមានដូចជាគម្ពីរអង្គុត្តរនិកាយឯកនិបាតអត្តកថាបរមត្តទីបនីនិងគម្ពីរខត្តកនិកាយថេរីគាថាចង់ដឹងអំពីជីវប្រវត្តិរបស់ព្រះនាងសកលាភិក្ខុនីយ៉ាងណានោះសូមញាតិញោមពុទ្ធបរិស័ទទាំងឡាយមេត្តារងចាំស្ដាប់និងទស្សនាវីដេអូនេះដូចតទៅអំពីអតីតជាតិរបស់ព្រះនាងក្នុងអតីតកាលព្រះនាងសកលាភិក្ខុនីនេះធ្លាប់បានកើតនៅក្នុងរាជត្រកូលជាព្រះរាជធីតារបស់ព្រះបាទនន្ទរាជក្នុងនគរហង្សវតីត្រូវនឹងពុទ្ធកាលនៃព្រះបទុមុត្តរសម្ពុទ្ធព្រះនាងទ្រង់បានជាព្រះភក្នីផ្សេងពីព្រះមេដារបស់ព្រះលោកនាថនិងទ្រង់មានព្រះនាមថានន្ទាថ្ងៃមួយកាលព្រះនាងធំដឹងក្តីហើយព្រះនាងបានទៅស្ដាប់ព្រះធម៌ទេសនាក្នុងសំណាក់របស់ព្រះបទុមុត្តរសម្ពុទ្ធគ្រានោះព្រះនាងបានទតឃើញព្រះបរមសាស្តាទ្រង់បានប្រកាសតែងតាំងភិក្ខុនីមួយរូបទុកក្នុងតំណែងជាអេតតកៈគឺឲ្យជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយផ្នែកខាងមានទិព្វចក្ខុព្រះនាងឃើញដូច្នោះហើយក៏នឹកពេញចិត្តទើបជាបច្ច័យធ្វើឲ្យព្រះនាងកើតការពេញចិត្តធ្វើបុណ្យកុសលឡើងហើយក៏បានតាំងបនិធានគឺសេចក្តីប្រាថ្នាក្នុងតំណែងនោះព្រះនាងក៏បានប្រឹងប្រែងធ្វើសេចក្តីល្អរហូតអស់ព្រះជន្មរបស់ព្រះនាងកាលព្រះនាងសោយព្រះវិឡាល័យទៅហើយព្រះនាងបានទៅកើតក្នុងទេវលោកបានត្រាស់រង្គត់ទៅមកគឺស្លាប់កើតនៅតែក្នុងសុគតិទេវលោកប៉ុណ្ណោះតមកក្នុងពុទ្ធកាលនៃព្រះកស្សបៈសម្ពុទ្ធព្រះនាងបានទៅកើតក្នុងត្រកូលព្រាហ្មណ៍កាលដែលនាងធំដឹងក្តីហើយបានទៅបួសជាបរិពាជិកាប្រក្រតីរបស់ព្រះនាងតែងតែត្រាច់ទៅតែម្នាក់ឯងថ្ងៃមួយនាងបានដើរទៅសុំប្រេងលុះបានប្រេងហើយនាងក៏បានទៅយកប្រេងនោះទៅដុតធ្វើជាប្រទីបបូជាព្រះចេតិយរបស់ព្រះកស្សបៈសម្ពុទ្ធរហូតនៅទល់ភ្លឺដោយអំណាចផលនៃការបូជាព្រះចេតិយនោះកាលនាងអស់ជីវិតទៅហើយបានទៅកើតក្នុងឋានតវតឹងទេវលោកនិងជាអ្នកមានទិព្វចក្ខុហើយបានកើតស្លាប់ក្នុងទេវលោកអស់មួយពុទ្ធរន្ធលុះមកដល់ពុទ្ធកាលនៃព្រះសមណគោតមក្នុងពុទ្ធកាលនៃព្រះសមណគោតមបរមគ្រូនៃយើងនេះនាងបានមកកើតក្នុងត្រកូលព្រាហ្មណ៍មួយក្នុងក្រុងសាវត្ថីនាងមានឈ្មោះថាសកលាកាលនាងសកលានោះធំដឹងក្តីហើយគឺអាចនឹងការខុសត្រូវតាមប្រក្រតីសាមញ្ញហើយនិងជាហេតុដែលធ្វើឲ្យនាងកើតនៅសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនានេះរហូតមានឈ្មោះថាជាឧបាសិកាក្នុងគ្រាដែលព្រះលោកនាយកទ្រង់ទទួលការថ្វាយវត្តចេតពុនរបស់អាណាបណ្ឌកសេដ្ឋីកសាងថ្វាយនៅក្នុងក្រុងសាវត្ថីកាលតមកនាងសកលាឧបាសិកាបានស្ដាប់ព្រះធម៌ទេសនាក្នុងសំណាក់របស់ព្រះខៃណាស្របមួយរូបនាងក៏កើតសេចក្តីសង្វេគទើបសម្រេចចិត្តបួសជាភិក្ខុនីក្នុងព្រះពុទ្ធសាសនានេះក្រោយពីព្រះនាងសកលាភិក្ខុនីបួសហើយក៏មានសេចក្តីជាយាមចម្រើននៅវិបស្សនាប្រែថាការឃើញច្បាស់សម្ដៅដល់ការធ្វើឲ្យចិត្តស្ងប់អស់សភាពរាយមាយគឺឃើញថាសភាវៈទាំងឡាយដែលកើតអំពីបច្ច័យតតែងទាំងពួងមិនទៀងជាទុក្ខមិនមែនខ្លួនដោយការខំជាយាមចម្រើនយ៉ាងនេះមិនយូរប៉ុន្មាននាងក៏បានសម្រេចជាព្រះអរហន្តីគឺជាអ្នកឆ្ងាយចាកសត្រូវពោលគឺកិលេសជាព្រះអរិយបុគ្គលថ្នាក់ខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនានេះ